សួស្តីយើងមកជួបគ្នាតាមការណាត់ជួបម៉ោង 9 កន្លះទៀតហើយជួបនេះយើងនិយាយពីថ្លៃបំណុលដោយសារខ្ញុំមានបទពិសោធន៍ខ្លួនឯងផ្ទាល់ក្នុងរឿងបញ្ហាបំណុលដូច្នេះខ្ញុំសូមយកបទពិសោធន៍របស់ខ្ញុំមកចែករំលែកថាតើធ្វើយ៉ាងដូចម្តេចដើម្បីឲ្យយើងដោះស្រាយបំណុលឈ្នះទាំងខ្លួនយើងឈ្នះទាំងម្ចាស់បំណុលទៅសេស្ដី Hello សួស្ដីបើសិនជាយើងអត់មានចិត្តសាស្ត្រក្នុងការដោះស្រាយបំណុលទេម្ចាស់បំណុលក៏មិនសប្បាយចិត្តហើយយើងក៏កាន់តែជ្រៅចឹងយើងចាំគ្នាមកឲ្យច្រើនបន្តិចសួស្ដីយើងតាជីវកម្មរស់ស៊ីយើងតែងតែមានបញ្ហាជាពាក់បំណុលគេហើយពេលយើងជាពាក់បំណុលពេលបាននឹងយើងចូលក្នុងសមរភូមិជំនួញអញ្ចឹងយើងត្រូវដឹងថាបើយើងឈ្នះបើយើងជោគជ័យយើងត្រូវកសាងការងារនិងកសាងបន្ថែមទៀតយ៉ាងម៉េចហើយបើសិនយើងបរាជ័យយើងចេញតាមណាកុំឲ្យធ្វើតែផែនការជោគជ័យមិនបានធ្វើផែនការបរាជ័យក៏ខ្ញុំមានបញ្ហាឆ្នាំ2008វាហាក់ដូចជាខ្ញុំធ្វើផែនការតែជោគជ័យខ្ញុំបានធ្វើផែនការបរាជ័យដល់ពេលមានបញ្ហាប្រឈមបញ្ហាបរាជ័យមកយើងបាត់បង់ការគ្រប់គ្រងអារម្មណ៍បាត់បង់ការគ្រប់គ្រងជំនួយរបស់យើងបាត់បង់ការគ្រប់គ្រងស្ថិរយើងអញ្ចឹងធ្វើឲ្យយើងអត់មានយុទ្ធសាស្ត្រក្នុងការដែលយើងចូលទៅក្នុងសមរភូមិបំណុលអញ្ចឹងឧទាហរណ៍ថា4ពាក់លុយនេះជាបើសិនជាបងប្អូនមានបញ្ហាយើងត្រូវដឹងខ្លួនយើងថាប្រហែលខែទៀតយើងមានបញ្ហាឬក៏យើងមានបញ្ហាភ្លាមបងប្អូនត្រូវទៅជួបមន្ត្រីឥណទានជួបនឹងនេះហើយជួបអ្នកណាដែលជាអ្នកកាន់កម្ចីរបស់យើងកាន់ឥណទានរបស់យើងអញ្ចឹងពាក្យចាស់លោកពោលថាឡើងផ្លូវណាចុះផ្លូវហ្នឹងយើងមិនអាចលោតឆាត់ទេយើងឡើងលើអគារយើងឡើងចរាយន្តចុះចរាយន្តឡើងចរាជើងចុះចរាជើងមានន័យថាជាពាក្យលុយនេះប្រតិបត្តិយើងទៅនិយាយថាស្ថានភាពយើងមានលក្ខណៈអត់ស្រួលហើយសូមលោកមន្ត្រីឥណទានជួយគិតហ្នឹងមានន័យថាម៉េចគឺយើងទៅខ្ចីលុយថែមឲ្យលុយខ្ញុំខ្ចីថែមមកដើម្បីខ្ញុំពង្រីកអាជីវកម្មខ្ញុំដើម្បីខ្ញុំបានចំណូលបន្ថែមបើលោកមិនឲ្យលុយខ្ញុំខ្ចីថែមទេខ្ញុំច្បាស់ជាមានដើមទុនតែបង្វិលអញ្ចឹងឲ្យរៀបការមួយនៅពេលទៀតជជែកជាមួយគាត់
ហើយឲ្យគាត់ជួយរកដំណោះស្រាយជួនកាលយើងកំពុងតែមានបញ្ហាហើយយើងមិនអាចដោះស្រាយកន្លែងបានទេប្រៀបបាននឹងឡានជិបផុងអញ្ចឹងយើងមិនអាចខំរើខ្លួនឯងចេញពីក្នុងក្លុកធនខ្ញុំអត់មានអត់វិសោធន៍ទេបាត់ទៅឡាយយ៉ាងដូចស្មែឯងមើលវិញច្បាស់ទេចាំរឿងមួយរបស់ Donald Trump ក៏ឆ្នាំ19បានចាត់គេបាត់ហើយគេជុំគាត់តាប់ទៅតាមខ្លួនពីគេចឹងគេចង់ស្ដាប់រឿងអីតែគេចាប់ថាចង់ស្ដាប់រឿងអាក្រក់មុនអូខេរឿងអាក្រក់មុនគឺតែស្អែកខាងមេធាវីជនរៀបចំប្រកាសខ្សែអញ្ចឹងនៅស្រុកគេពេលដែលប្រកាសខ្សែធនគឺបំណុលគឺទៅជា0ហើយធនាគារគេមកឡាយឡងទ្រព្យសម្បត្តិហើយមួយទៀតធនាគារសួរថាចុះរឿងល្អថារឿងល្អគាត់ឲ្យហេរ៉ារបស់គាត់ឡើងមកធ្វើបទបង្ហាញគាត់ត្រូវការលុយបន្ថែមមួយត្រូវការហើយ convert លុយទៅជាពីហ៊ុនខ្ញុំចង់លក់ប៉ុន្តែស្រីបុតដល់មកលោកគ្រូខ្ញុំមានអាចសួរលោកគ្រូអំពីដីនៅប៉ៃលិនបានទេខ្ញុំចង់លក់ប៉ុន្តែខ្ញុំនៅភ្នំពេញចាស្រីបុតដាម៉ូអារ៉ូម៉ាមានដីល្អប៉ុណ្ណាហើយទំហំប៉ុណ្ណាចាំឲ្យបាក់ខ្ញុំបើសិនជាតាមចំកន្លែងដែលខ្ញុំអាចលក់បានខ្ញុំនិយាយនឹងភាសាគ្នាហើយបញ្ហាបំណុលនៅស្រុកខ្មែរយើងគិតថាមនុស្សភាគច្រើនជាពាក់លុយធនាគារជាពាក់ធនាគារជាពាក់លុយឯកជនជាពាក់លុយtrongចំនួនអញ្ចឹងពេលយើងមានវិបត្តិយើងត្រូវរកជំនួយអ្នកជួយហើយកុំខ្ចីលុយគេថែមទៅបង់ការប្រាក់ហើយជួបម្ចាស់បំណុលជួបបំណុលគេគាត់ដើម្បីជួយរកវិធីពួកយើងអស់លទ្ធភាពបង់យើងកុំសន្យាហើយធ្វើឲ្យម្ចាស់បំណុលយើងទៅសន្យាវិធីបន្តតែពិភាក្សាមួយម្ចាស់បំណុលជាពាក់អ្នកណាពិភាក្សាមួយអាហ្នឹងដើម្បីខ្ចីលុយអ្នកនឹងថែមកុំខ្ចីលុយអ្នកផ្សេងពាក់ធនាគារពិភាក្សាមួយធនាគារដើម្បីខ្ចីលុយធនាគារថែមព្រោះអីពេលជិះខ្ចីលុយធនាគារបានយើងនឹងពង្រីកអាជីវកម្មដើម្បីរកចំណូលបន្ថែមឲ្យទៅសងការប្រាក់
ចឹងចិត្តសាស្ត្រក្នុងការដោះស្រាយអំណុលគឺជជែកជាមួយម្ចាស់អំណុលឲ្យរៀបចំផែនការជួយដើម្បីឲ្យយើងមានចំណូលតែប៉ះពាល់មួយចំនួនទៀតដើម្បីឲ្យបង្កើនអាជីវកម្មយើងមានចំណូលតែបើម្ចាស់អំណុលឲ្យយើងខ្ចីថែមយើងជួបវិបត្តិចឹងគឹមលៀងឡងសួរថាថ្ងៃណាធ្វើបទបង្ហាញទៀតខ្ញុំនឹងធ្វើឆាប់ទំហំ553គុណនឹង45នៅចិត្តផ្សារព្រំស្រីបុតដាម៉ូអារ៉ូណាយ៉ាហ៊ុនចောက်ជួយខ្ញុំចង់មានអំណុលល្អធ្វើទេមិនរៀនពីវិធីជ័យអំណុលឲ្យទៅទិញចលនាទ្រព្យដែលមានចំណូលលោកគ្រូតាទៅការទិញផ្ទះឬដីពីកៅអង្លុះឬបងផ្ដាច់មានល្អជាងសំខាន់ជាងទុកលុយយើងប្រើប៉ុណ្ណាលោកគ្រូធ្វើយ៉ាងម៉េចដើម្បីឲ្យមានភាពជឿជាក់ក្នុងការចាប់អាជីវកម្មគឺទី1Hi brother, when do you have a class of training how to become successful seller and learn how training ក៏ដែរចៃថែមបានអារ៉ាប់ណាត្រឹមបញ្ចាំធំជាងអំណុលអូស្រាប់លឺហ៎រ៉ាវលអ៊ីនធឺណិតហេស្រីសួស្ដីថ្ងៃក្រោយស្អែក